សួស្តីបងប្អូនសួស្តីឥឡូវនេះមកដល់ហាងពណ៌ឈ្មោះអីវាសៀមរាបហ៎សៀមរាប grocery នៅផ្លូវលេខ7បងប្អូនសៀមរាប grocery នៅផ្លូវលេខ7គាត់ទៅបើកប្រហែលជាមួយឆ្នាំនឹងដែរទេហើយនេះឲ្យបងប្អូនមើលតិចនេះមានអង្គនេះបងប្អូនមើលណាមានអង្គខ្មែរមានទឹកមានទូឆ្នោតទៀតបងប្អូនហើយបងប្អូនណាទិញឆ្នោតមក681លានបាទនេះមានទាំងអស់បងប្អូននេះមើលខ្ញុំគាត់ទៅបងប្អូនមើលត្រីមកសក់ថ្ងៃហើយពិសេសនេះនិយាយថាពិសេសណាបងប្អូនដឹងថាពិសេសនឹងមានអីហ៎នេះជ្រក់បងប្អូនមើលនេះតាណាជ្រក់នេះបងប្អូនមើល7ត្រីសុកខ្មែរបងប្អូនបាច់ទៅសុកខ្មែរជីកប៉ាល់ហក់ប្រមាណពាន់ទៅទេនេះតែប្រមាណរៀលទេនេះជាង10រៀល2រៀលហើយបងប្អូនមើលត្រីកេះត្រីតអោនហើយបងប្អូនស្គាល់ហើយនេះបងខ្ញុំ20ឆ្នាំហើយលេងច្រយ៉ាំមួយគ្នាកំសត់កម្រមួយគ្នាដួលហើយក៏ក្រោកឈោប្រឹងមកនេះពិសេសបាននេះមានតលងជៀនចេជៀនហើយទៅឲ្យចេជៀនអត់យកលុយទេបងប្អូននេះខូចតានឹងខូចបណ្ដោយមកខ្ញុំធាត់កាហ្វេខ្មៅមួយកែវមកគឺក៏អត់ដែរយកលុយទេនិយាយត្រង់គឺមិនដែរទេឲ្យលុយមិនឆ្លោះគ្នាមានសំហើយបងប្អូនមើលរបស់គាត់ពិសេសនេះមាននំនិយាយទៅបងប្អូនដឹងហើយទៅ grocery គាត់លក់គ្រប់មុខមានចេកតលងចេកណាំវ៉ាឥឡូវធាត់ឲ្យបងប្អូនមើលសិនហើយបងប្អូនជួយ support គាត់ផងឲ្យក្រុមទូទិញហើយដូចជាមានខ្ញីទ្របតសក់នេះបងប្អូនមើលនេះនេះក្នុងទូខាងក្រោយនេះមាននេះបន្លែខ្មែរយើងជីស្អីក៏មានដែរបងប្អូនហើយនេះមិននោះផាំកិនមាននិយាយទៅមានសត្វព្រឹកហើយក្នុងនេះបងប្អូនដឹងនេះត្រីកកមានត្រីចង្វាកូនត្រីនេះបងប្អូនមើលម្ទេសបងប្អូនអាចហើយនេះអាយស្គ្រីមបងប្អូនមើលនេះធាត់ឲ្យបងប្អូនមើលខាងនេះគ្រឿងកំប៉ុងកាហ្វេមានចាវមាននិយាយទៅគ្រប់សពទៅមកអត់ខ្វះទេបងប្អូនអាចមករកនៅកន្លែងនេះបានមានសពគ្រប់នេះទឹកត្រីទឹកស៊ីអ៊ីវមានគ្រឿងក្រៅអីសពគ្រប់បងប្អូនខ្ញុំបង្កើត YouTube Facebook ក៏មាន YouTube ក៏មានបងប្អូនមើលឲ្យជួយ like ជួយ share ផងហើយដែលពិសេសជាងគេបងក៏មានលក់អានេះឆ្ងាញ់ណាស់បងប្អូនជួយចិត្តណាត្រាវដលងចេកឈឹងហើយនេះឈឹងត្រាវឈឹងដលងហើយក្នុងនេះមានពំព្រៃជ្រក់ខែនេះមានពំព្រៃជ្រក់នេះជួយចិត្តណាបងប្អូននេះអានេះចោលរបស់ឆ្ងាញ់ណាបងប្អូនណារបស់ឆ្ងាញ់ហើយគាត់មានកាហ្វេដែរបងប្អូនកាហ្វេខ្មៅកាហ្វេផ្អែមកាហ្វេអីតាមចំណូលចិត្តបងប្អូនអូខេបងប្អូនអរគុណណាស់ចឹងបងប្អូនកុំភ្លេចមកទិញគាត់អាស័យដ្ឋានគាត់នៅផ្លូវលេខ7ណាបងប្អូនគេហៅ Cambodia Town ហ្នឹងណានៅលើផ្លូវលេខ7លើ7យើងចន្លោះJackson ហើយនឹង Wolf Jackson និង Wolf សៀមរាប grocery អូខេបងប្អូនសុខសប្បាយទាំងអស់គ្នាជូនពរបងប្អូនសុខភាពល្អនេះតកែបងប្អូនស្គាល់ហើយមើលទៅតកែស្គាល់គាត់រង្វាន់ប៉ុណ្ណាក៏ដោយវត្តអត់ចោលទេឲ្យតែមានកម្មវិធីគឺមានមុខគាត់ជាពិសេសឆាយ៉ាននឹងហ្មងញ៉ាំអាចខាត់អីខាននេះគាត់គឺអត់ទេនិយាយចំទៅណាបើលោកខំហើយញ៉ាំឥឡូវនិយាយទៅជើងអត់សុខតកែហ្មងរហូតផ្អាកខ្លះព្រោះយើងមកនិយាយទៅវាមិនមានទេប៉ុន្តែថាមកល្មមរស់ស្រួលទៅយើងណាមិនអញ្ចឹងវាណាសុខភាពពិបាករោយើងមិនធ្វើការឈឺត្រូវហើយមិនធ្វើការឈឺអូខេបងប្អូនសុខសប្បាយទាំងអស់គ្នាបងប្អូនណាបាយបាយ